អូខេសួស្តីអ្នកនរគ្នាវិលត្រឡប់មកសាជាថ្មីក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញទាក់ទងទៅនឹងការរៀបចំ LD ម្ដងទៀតហើយវីដេអូហ្នឹងការពិតខ្ញុំធ្វើពីរដងហើយវីដេអូនេះគឺវីដេអូមួយទៀតថ្មីសម្រាប់អ្នកដែលគាត់ចូលមើលថ្មីឥឡូវចំពោះ LD នេះគឺលេខ56ហើយខ្ញុំនឹងបើកវាហើយយើងត្រូវកំណត់ម៉ោងវាទៅតាមប្រទេសដែលយើងចង់ដាក់ណាអូខេឥឡូវយើងទៅកំណត់ទី1យើងទៅកំណត់ពេលវេលាសិនគឺម៉ោង time zone ឲ្យយើងចូល setting មកហើយយើងចូលយើង search មើលមកដាក់ពាក្យថា date មកហើយយើងចុចមកហើយយើងរើសកន្លែងនេះមកណាធម្មតាវាមានកន្លែងអូតូនេះអញ្ចឹងយើងបិទចោលមកហើយយើងចុច select time zone មកហើយយើងរើសទៅប្រទេសណាតែឥឡូវយើងទៅអាមេរិកយើងយកអាមេរិកមកណាហើយយើងទៅរដ្ឋណាយើងដាក់ Los Angeles យើងមកអញ្ចឹងម៉ោងវានឹងទៅតាមហ្នឹងហើយអញ្ចឹងយើងអូខេហើយយើងត្រឡប់ថយក្រោយវិញមកហើយបន្តមកទៀតយើងកំណត់ទីតាំងនេះ GPS ហ្នឹងយើងឃើញចុចមកយើងកំណត់ទៅនៅលើ LD ហ្នឹងទៅក៏បានដែរគឺវាអត់បញ្ហាអីទេអានេះដោយសារតែខ្ញុំកំណត់ហើយអញ្ចឹងវាចាប់ឲ្យប៉ុន្តែបើសិនជាវាអត់ចាប់ទេយើងសើចមកយើងដាក់ Los Angeles អញ្ចឹងមកសើចមកអត់មានអ Angeles អូខេអញ្ចឹងវាចាប់ឲ្យអញ្ចឹងយើង select មកអូតាណាខុសខុសអត់ដល់ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែ select វាក៏បានដែរនេះអូខេយើងចុចមកយើងកំណត់ទីតាំងលើអាម៉ៅរបស់យើងហ្នឹងមកចុច click right click មកគឺបានហើយនេះ left left click របស់យើងចុចមកយើងកំណត់ទីតាំងបានហើយបន្តមកទៀតយើងចុច locate here ហ្នឹងមកគឺបានហើយបន្តមកទៀតយើង restart LD មួយទៅគឺវាចាប់ទីតាំងហ្នឹងឲ្យហើយនេះគឺវាចាប់ឲ្យហើយឃើញអត់អានេះទីតាំងយើងមិញហ្នឹងនេះយើងអាចដូរបានយើងទៅរដ្ឋណាដែលយើងចង់ទៅណាយើងមើលតាមហ្នឹងទៅនេះអាមេរិកអូខេហើយយើងចុច locate here ហ្នឹងមកគឺបានហើយហើយបន្តមកទៀតតាក់ទងទៅនឹងអ្នកដែលគាត់មានស៊ូសាកយើងអាចកំណត់នៅលើនឹងបានតាក់ទងទៅនឹងការប្លុក VPN ឥឡូវឧទាហរណ៍ថាខ្ញុំបើកវាមកអូខេហើយដំបូងគឺខ្ញុំធ្វើដូចការដំបូងវិញសិនអូខេអានេះគឺយើងប្លុកវាអូខេឥឡូវវាដូចដើមហើយអញ្ចឹងចំពោះអ្នកដែលមានស៊ូសាគឺយើងបើកវាមកហើយយើង connect ទៅរដ្ឋដែលយើងចង់ទៅមកដូច Los Angeles អញ្ចឹងយើងចុចមកហើយយើងចុចផ្កាយវាមកណាដើម្បីចំណាំហើយយើងចុច connect មកហើយបន្តមកទៀតយើងទៅកំណត់ setting វាសិននេះ VPN setting ហ្នឹងហើយយើងចុចកន្លែង quick connect ហ្នឹងហើយយើងចុចមកយើងរើសរដ្ឋដែលយើងចង់ទៅហ្នឹងនេះកន្លែងមិញហ្នឹងយើង favorite វាហើយយើងចុចវាមកហើយយើងបើក auto connect ហើយបន្តមកទៀតយើងកន្លែងនេះ preference នេះយើងចុចវាមកហើយយើងរើសអាហ្នឹងទៀតមកនេះ Los Angeles ហ្នឹងទៀតមកអញ្ចឹងទៅវាជាប់ហើយបន្តមកទៀតយើង block connection វានេះអញ្ចឹងនៅពេលដែលអ៊ីនធឺណិតផ្សេងចូលមកហើយ VPN របស់យើងអត់ connect អញ្ចឹងវាអត់ដើរអូខេយើងចុចមកនេះយើង connect វាមកនេះ block វាមកបានហើយអញ្ចឹងនៅពេលដែលយើងបើកមកវានឹង auto connect ឲ្យហើយណាអូខេអាហ្នឹងគឺរបៀប block connect VPN ស៊ូសាកហើយបន្តមកទៀតគឺយើងអាចបើក account យើងបានហើយណា account នេះគឺខ្ញុំបង្កើតដែរទេខ្ញុំបង្កើតនៅលើនឹងតែម្ដងលើ LD ហ្នឹងណាតែបង្កើតដែរទេ23ចាអានេះខ្ញុំអត់តាន់ធ្វើអីទេខ្ញុំទុកវាចោលសិនចា account ដែលយើងបង្កើតថ្មីយើងកុំតាន់អាចធ្វើអីយើងទុកវាចោលសិនទៅតែធ្វើប្រេះផ្ដាស់ហ្នឹងវា check point ទៀតហើយអញ្ចឹងយើងប្រើ account ហ្នឹងយើងប្រយ័ត្នទៅណាអូខេដូចយើងយឺតទៅអ៊ីនធឺណិតណា location អូខេយើងមើល location តិចសិន
nè អានេះវាចាប់ location នេះ Los Angeles អញ្ចឹងអាហ្នឹងគឺរបៀបដែលខ្ញុំប្រើ LD ដើម្បីកាន់ account primary ហើយយកវាទៅផុសអញ្ចឹងណាអញ្ចឹងចំពោះ account នេះក៏ខ្ញុំបានប្រាប់ច្រើនដែរគ្រាន់តែយើងដាក់ live in រដ្ឋដែលយើងចង់ទៅហើយយើង check in ទៅគឺបានហើយតមកទៀតកន្លែងនេះគឺយើងដាក់look នេះកន្លែង marketplace ហ្នឹងយើងដាក់ទីតាំងដែលយើងចង់ទៅនេះហើយបន្តមកទៀតយើងទុកវាចោលទៅមិនតាធ្វើអីអញ្ចឹងមួយអាទិត្យពីរអាទិត្យវាចាប់ទីតាំងហើយប៉ុន្តែយើងមិនតាធ្វើអីយើងទុកវាយើងយូរបន្តិចទៅចាំយើងយកវាទៅធ្វើការទៅគឺវាអូខេហើយអូខេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញពីការ backup LD ហើយនឹង restore វាមកវិញអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ